Đầm lại mía lang trở lọp mỏng vinh, chùm vinh cái đây rùm băng ông bị bọt chụp bánh kia rồi viên Amerik nâng Iran. Đầm lại mía bàn lang khăng nơi thay ông kia, bắn to bị miên rồi bay ca, bắn to mình che đại bằng hành tha, ai nâng miên bọt chụp bánh kia rồi dạ pe mùi khai rồi viên xã rọt Amerik nâng Iran. Ní bà tam cá chụp sai rồi bỏ cái hạ tổng phố investing.com. Muốn ní đầm lại mía nơi skim, khả nạ viên vô cân cầm pung vi đầm lại po rồi miên tôi kia, ông pi cá cho cha rồi viên Amerik nâng Iran, đầm mấy bánh chọc cáประโยชน์bắn to pi tiệp sa Wall Street bất sa po rồi miên Israel Channel đập pi bàn rì cá thả, về cả chun pi xe rồi bỏ Amerik, Steve Witkoff nâng lúc Jared Kushner cầm pung riệp trong yun cá, đầm mấy đã ăn award bọt chụp bánh, nâng ăn nhát ở miên cá cho cha lơ pan cá đập ram chấm nứt, bắn to mốc sa po rồi miên The New York Times bàn rì cá thả. Amerik បានផ្ញើផែនការមួយទៅអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមតម្លៃមាស Spot Gold បានឆ្លើយតបភ្លាមៗដោយបានហក់ឡើង 75% ទៅដល់ $4,500 ក្នុងមួយអោនឬជាង $550 ក្នុងមួយជីកាលពីព្រឹកមិញនេះបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយអំពីការចរចាដែលមានផលវិជ្ជមានជាមួយអ៊ីរ៉ង់នៅថ្ងៃច័ន្ទវិនិយោគិនមានការខកចិត្តព្រោះខ្វះព័ត៌មានច្បាស់លាស់នៅថ្ងៃអង្គារព័ត៌មានផ្ទុយគ្នាពីមជ្ឈមបូព៌ាបានធ្វើឲ្យទីផ្សារមានភាពមិនប្រាកដប្រជាក្រោយមកលោកត្រាំបានប្រាប់ថាការចរចានៅតែបន្តហើយអ៊ីរ៉ង់បានយល់ព្រមថាមិនកាន់កាប់អាវុធនុយក្លេអ៊ែរលោកត្រាំបានលើកឡើងផងដែរថាយើងកំពុងចរចាចំមនុស្សពួកគេចង់ធ្វើកិច្ចព្រមព្រៀងហើយថាអ៊ីរ៉ង់កំពុងនិយាយមានហេតុផលលោកក៏និយាយពីអ៊ីរ៉ង់បានផ្ដល់អំណោយដ៏ធំមួយដែលមានតម្លៃខ្ពស់ដែលពាក់ព័ន្ធនឹងប្រេងនិងអ៊ូស្ម៉ាន់លោកត្រាំក៏បានពន្យាពេលគម្រាមវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃការប្រកាសនេះបានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះខ្លាំងមកវិញប៉ុន្តែប្រធានរដ្ឋសភាអ៊ីរ៉ង់បានបដិសេធថាមិនមានការចរចាណាមួយឡើយហើយចោទប្រកាន់ថាលោកត្រាំបង្កើតព័ត៌មានដើម្បីបន្ថយការព្រួយបារម្ភនៅទីផ្សារហិរញ្ញវត្ថុសារព័ត៌មាន CNN បានរាយការណ៍ថាមានទំនាក់ទំនងពិតប្រាកដរវាងអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែមិនទាន់ឈានដល់កិច្ចចរចាផ្លូវការទេខណៈដែល Axios បានរាយការណ៍ថាអាមេរិកនិងអ្នកមធ្យមការក្នុងតំបន់កំពុងពិភាក្សាអំពីការរៀបចំកិច្ចពិភាក្សាសន្តិភាពកម្រិតខ្ពស់អាចកើតឡើងនៅថ្ងៃប្រហ័សជាមួយគ្នានេះដែរលោកសេធីរុំអ្នកជំនាញជួញដូរហាងឆេងមាសនិងរូបិយប័ណ្ណអន្តរជាតិបានវិភាគឃើញថាស្ថានភាពសង្គ្រាមនៅមជ្ឈមបូព៌ាគឺខុសគ្នានឹងសង្គ្រាមរវាងនុយក្លេអ៊ែរនិងរុស្ស៊ីដែលកាលណាមានសញ្ញានៃភាពតានតឹងនៃសង្គ្រាមមានភាពធូរស្រាលតម្លៃមាសនឹងដាំក្បាលចុះភ្លាមៗតែម្ដងតែសង្គ្រាមនៅមជ្ឈមបូព៌ាគឺខុសគ្នាដោយសារវាពាក់ព័ន្ធនឹងតម្លៃថាមពលដែលជាកត្តាឲ្យអត្រាការប្រាក់អាចត្រូវបានរក្សានៅខ្ពស់និងដាក់សម្ពាធតម្លៃមាសដូចនេះការធូរស្រាលនៃសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកគឺជាសញ្ញាវិជ្ជមាននៃតម្លៃមាសនិងសម្រាប់សេដ្ឋកិច្ចសកលឲ្យប្រសើរជាងមុនផងដែរបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ